สุดท้ายบางปอนออกนี้บาดยมจองกระดมลึกบางปอนเปียปอนตะนังกาแข่งเบาคีตามออนไลน์เนี่ยมาเคยมาสร้างมันยังสมบัติกิจบันขดหลุนบันมูดีได้บ่าจนจิตใหม่จังในทางการชอบเบานั่นคือเวียนเมียนแต่งเบาตีเนี่ยเปิดเมียนแต่งใหม่เนี่ยโชว์รูมก็มีได้ให้vì mình men chỉ riêng mấy đấy men té nó men chỉ riêng mấy đấy rồi này tha vì nơi thì cao miến đấy bà chạm lấy trong coi một sân mình những khi tha chun chít máy quạt những khi nè từ tua bạc thì chun khéo khôi còn từ tua bạc thì chun khéo khôi đây nè bậu bán á hay bậu nó bậu tamอย่างmấy cái bậu tam rồi diện đi thà chun là bớn của cho từ tua krong cái này bỏ nè bạc dưới nè u thọ đôi chia việc nhờ chỉ link ATMC ở trên download ឬក៏ប្រើប្រាស់យើងចុចទៅវាលួចជា account គណនីរបស់យើងពេលវាលួចបានហើយវាផ្សាយ message ទៅបងប្អូនឬក៏មិត្តភ័ក្តិដែលរបស់យើងរបស់អ្នកប្រើប្រាស់ Facebook ហ្នឹងដល់វាថាវាគឺជាអ្នកម្ចាស់គ្រប់គ្រងនឹងជាម្ចាស់ Facebook ហ្នឹងអញ្ចឹងទៅបងប្អូនយើងមួយចំនួនអត់បានចាប់អារម្មណ៍ដែរទាំងខ្ញុំទាំងគេហ្នឹងគឺពេលខ្លះហ្នឹងជឿភ្លាមហ្មងគឺថាអូខេអូខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍ហើយខ្ញុំមានបញ្ហាជំងឺសូមខ្ចីលុយសិនឬក៏ជួយផងជាច្រើនសូមខ្ចីលុយបាទពីព្រោះបើសិនឲ្យគេជួយហ្នឹងវាមិនសូវមានអ្នកណាជួយប៉ុន្មានទេប៉ុន្តែបើសិនជាសូមខ្ចីលុយអូខេគេសងវិញអញ្ចឹងឲ្យខ្ចីតែពេលអញ្ចឹងទៅវាបោកបានទៅវាផ្ញើលុយហ្នឹងដោយសារគូបរទេសពេលខ្លះវាមានអតិថិជនខ្លួនឯងទេឬវាអត់ចង់ប្រើវាពឹងបុគ្គលិកគ្នាវាហៅថាបាក់គូគ្នាវាហ្នឹងដែលជាជនជាតិខ្មែរហ្នឹងឲ្យទទួលលុយពីជនរស់បាទទទួលលុយអញ្ចឹងទៅវាបានលុយព្រាមវាវេទៅជនល្មើសព្រាមអញ្ចឹងអាអ្នកដែលទទួលលុយហ្នឹងវាបានប្រាក់បានអីអាហ្នឹងគេហៅថាបាក់ពួកសំកំណត់ដែរអញ្ចឹងករណីហ្នឹងគឺសមត្ថកិច្ចខាត់ខ្លួនបានហើយករណីម្សិលគឺសមត្ថកិច្ចមិនមែនត្រឹមតែខាត់បានធម្មតាទេគឺជនល្មើសដែលជាជនជាតិខ្មែរហ្នឹងគឺជាអ្នកដែលថាបន្លំឯកសារបន្លំអត្តសញ្ញាណប័ណ្ណរាប់ពាន់សន្លឹកដូចថាទិញស៊ីមកាហ្នឹង1000សន្លឹកនោះអញ្ចឹងវាមិនធម្មតាណាវាយកអត្តសញ្ញាណប័ណ្ណយើងអ្នកដែលប្រើប្រាស់ហ្នឹងទៅបន្លំយើងមិនដឹងថាបច្ចេកទេសវាយ៉ាងម៉េចទេប៉ុន្តែវាយកទៅបន្លំកាត់តយ៉ាងម៉េចទៅដើម្បីទិញស៊ីមកាតហើយអភិជនប្រព្រឹត្តហ្នឹងប្រើប្រាស់អញ្ចឹង1000ករណី1000ស៊ីមកាតយើងអត់ដឹងថាវាដឹងវាឲ្យទៅអាជនល្មើសប្រហែលអ្នកឬមួយក៏ជនល្មើសវាមិនច្រើនទេប៉ុន្តែវាប្រើចោលប្រើឲ្យកាច់ចោលដើម្បីបំបត្តិផុសតាងណាវាអាចចឹងដែរអញ្ចឹងអ្វីដែលយើងអាចធ្វើបានមានតែយើងប្រុងប្រយ័ត្នខ្លួនឯងទេតែជាទូទៅដំរីជើង4គង់មានផ្លាត់ទេថ្ងៃណាមួយជនល្មើសនឹងអាចបោកយើងបានអញ្ចឹងគាត់ថាខ្ញុំធ្លាប់ជួបប្រហែលដងហើយជួបមកខ្ចីលុយអ្នកចិត្តស្និទ្ធហ្មងអ្នកចិត្តស្និទ្ធអ្នកធ្លាប់លេងបាល់លេងអីមួយគ្នាថាអូឆេងហ៎សុំខ្ចីលុយសិនមកឥឡូវនេះជួបបញ្ហាតិចហើយចាំស្អែកឬក៏ល្ងាចវាឲ្យវិញតែគេអត់ច្រើនទេ$60តែខ្ញុំគ្មានលុយដែរប៉ុន្តែខ្ញុំចាប់អារម្មណ៍មួយដែលករណីនេះគឺខ្ញុំថាបងនេះលេងបាល់មួយខ្ញុំហើយគាត់មិនមែនជាអ្នកដែលក្រីក្រអីតែខ្ចីលុយយើង$60ណាហើយយើងក៏អត់មានដែរ$60ហ្នឹងអញ្ចឹងគាត់មកខ្ចីគេឆ្ងល់ខ្ញុំសង្ស័យហ្មងខ្ញុំអត់ឆ្លើយតបខ្ញុំឆ្លើយមុនខ្ញុំឆ្លើយព្រោះអាពួកជនល្មើសហៅថាមុននឹងវាខ្ចីឲ្យយើងហ្នឹងគឺវា build trust ណាកសាងទំនុកចិត្តជាមួយយើងឲ្យយើងជឿទុកចិត្តអញ្ចឹងណាអញ្ចឹងមុននឹងខ្ចីយើងទៅសួរសុខទុក្ខអីណាណីអញ្ចឹងទៅមកហើយនៅណាណីបាយនៅចាប់តែពេលតែយើងឆ្លើយតប2-3ម៉ាត់វាចាប់ដើមខ្ចីលុយហ្មងបើយើងអត់ឆ្លើយអត់អីទេតែបើយើងឆ្លើយទៅវាដឹងតែវាខ្ចីលុយហ្មងអញ្ចឹងមិនថាអានឹងវាល្បិចវាខ្ពស់ណាពួកហ្នឹងណាអញ្ចឹងខ្ញុំអត់បានឲ្យវាខ្ចីទេដោយសារតែអ្នកដែលស្គាល់ហ្នឹងគាត់មិនមែនជាអ្នកដែលក្រីក្រអត់លុយអីឬក៏អ្នកដែលដូចយើងដែរទេគាត់ជាអ្នកដែលមានលុយគាត់ម៉ៅការផងគាត់អីផងណាអញ្ចឹងខ្ញុំក៏ចាប់អារម្មណ៍កន្លែងហ្នឹងក៏អត់បានឲ្យវាទៅករណីផ្សេងទៀតមានច្រើនណាវាផ្ញើមករហូតវាសួរសុខទុក្ខអីចឹងអាហ្នឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាបានជួបហើយប៉ុន្តែខ្ញុំគ្រាន់តែជាការក្រែងរំលឹកប៉ុន្តែអ្វីដែលយើងហួសចិត្តគឺថាខ្មែរយើងមួយចំនួនជនល្មើសវាជួលដៃជួលជើងជាមួយពួកហ្នឹងជាមួយពួកអ្នក hacker ហ្នឹងពួកដែលលួចគណនី Facebook របស់អ្នកទៅយកទៅគ្រប់គ្រងហើយវាដើរធ្វើប្រព្រឹត្តអំពើល្មើសដោយបងប្អូនធ្លាប់ជួបហើយគឺទេមកទូរស័ព្ទមិនមែនបរទេសណាខ្មែរយើងហ្នឹងខ្មែរយើងនិយាយលួងយើង
អាហ្នឹងយើងមិនដឹងថាតើអាពួកហ្នឹងវាបានប្រាក់យ៉ាងម៉េចឬក៏វាเนี่ยប្រព្រឹត្តផ្ទាល់តែម្ដងឬក៏មានប្រាក់ពួកយ៉ាងម៉េចប៉ុន្តែខ្ញុំតាមខ្ញុំដឹងគឺវាមានប្រាក់ពួករបស់វាដើម្បីវេប្រាក់វាអីលឿនហ្មងអញ្ចឹងអ្វីដែលយើងធ្វើបានគឺមានយើងប្រុងប្រយ័ត្នទេនៅពេលដែលយើង scan បាញ់លុយឲ្យគេហ្នឹងមុននឹងមើលនេះខ្ញុំឈ្មោះនេះឯងស្គាល់អត់ប៉ុន្តែពួកជនល្មើសពេលខ្លះវាអាចចេះដែរវាអាចថាខ្ញុំ account លុយខ្ញុំវាខូចហើយជួយបាញ់មកលេខនេះវាអាចអញ្ចឹងដែរអាហ្នឹងវាល្បិចរបស់វាមិនធម្មតាទេព្រោះហ្នឹងវាខ្ពស់អញ្ចឹងមិនថាយើងមានអីទេមានតែប្រយ័ត្នរៀងខ្លួនព្រោះលុយកាក់ពេលបាត់ម្ដងស្ដាយយើងទិញអ្វីខុសគឺថាយើងទិញរបស់ឯណាមួយខុសយើងស្ដាយមកជុំទេប៉ុន្តែរបស់ដែលយើងខំសំបានលុយបានកាក់អីវាអ្នកដែលទៅបោកបានយកទៅប្រើប្រាស់ឬក៏មួយវាយើងបាត់លុយគឺបងប្អូនធ្លាប់ដឹងហើយអារម្មណ៍នៅពេលដែលបាត់លុយគឺស្ដាយចឹងថាបើសិនយើងទិញអ្វីខុសឬក៏ទិញទៅវាយើងបានចំណាយខ្លួនឯងបានអីណាប៉ុន្តែអ្វីដែលលុយខ្លួនឯងអាចបានចំណាយហើយយកទៅឲ្យជន់ឆោបោកឬមួយក៏ជ្រុះបាត់អានឹងស្ដាយសូម្បីតែ10000អីក៏ស្ដាយដែរអញ្ចឹងខ្ញុំគ្រាន់តែចែករំលែកប៉ុណ្ណឹងទេគ្រាន់ជាការដាស់តឿនទេមែនទេហ្នឹងបាទហើយពីព្រោះថាដំរីជើង4គួងមានភ្លាត់អញ្ចឹងហើយការឆោបោកឥឡូវមានទាំងខាងក្រៅផងមានទាំងអនឡាញផងឆោបោកខាងក្រៅមាននេះតែមិនដូចបងប្អូនបានដឹងហើយកាលពីមុនមានអនឡាញមានអីណាមានអ៊ីនធឺណិតមាន Facebook ទូរស័ព្ទអីពីណាអញ្ចឹងអ្នកដែលស្គាល់គ្នាហ្នឹងតែងតែបោកនិយាយទៅលឺតែបោកហ្មងឥឡូវអករណីខាងក្រៅក៏នៅមានហើយអករណីខាងក្នុងអករណីអនឡាញក៏នៅមានអញ្ចឹងវាពីរឥឡូវប្រជាជនយើងគឺប្រឈមមុខនឹងការឆោបោកចំនួន2របៀបបាទរបៀបទី1គឺបោកនៅខាងក្រៅស្គាល់គ្នាខ្ចីចុះខ្ចីឡើងចាំពីទៀតសងចេះចុះប្រយហ្នឹងអត់សល់មួយអ្នកខ្លះក៏មិនទាន់សងតែអ្នកខ្លះគឺដាច់រដ្ឋបတ်ខ្លះចងការចុះឡើងប្រយគឺបងជាទុនសាយបាត់ឥឡូវនេះប្រឈមបញ្ហានេះគឺយើងនឹងជួបហើយបញ្ហាមួយទៀតគឺបោកអនឡាញយើងអត់ដែលស្គាល់សោះប៉ុន្តែវាលួចគណនីរបស់អ្នកដែលយើងស្គាល់ហ្នឹងមកប្រើប្រាស់អញ្ចឹងអាហ្នឹងយើងកំពុងប្រឈមមុខពីបញ្ហាធំគឺបោកខាងក្រៅនិងបោកអនឡាញបាទអរគុណច្រើនបងប្អូន